សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះខ្ញុំមានរឿងដ៏ព្រឺព្រួយមួយមកនិទានចែកជូនបងប្អូនទាំងអស់គ្នារឿងហ្នឹងវាចម្លែកហើយគួរឲ្យខ្លាចមែនទែនកើតឡើងទៅលើបងប្អូនប្រុសម្នាក់ហើយកើតឡើងខុសប្លែកពីអ្នកដទៃទៀតបងប្អូនដោយសារថាអ្នកដទៃនៅពេលដែលជួបខ្មោចលងឬក៏រឿងរន្ធត់គួរឲ្យព្រឺព្រួយអីហ្នឹងគឺច្រើនតែកើតនៅពេលយប់ប៉ុន្តែសម្រាប់អូនប្រុសម្នាក់នេះគឺចម្លែកមែនទែនគាត់ត្រូវបានខ្មោចលងទាំងព្រឹកហ្មងបងប្អូនដោយសារថារឿងនឹងវាចម្លែកអញ្ចឹងថ្ងៃនេះខ្ញុំនឹងយករឿងរ៉ាវរបស់អូនប្រុសមួយហ្នឹងមកនិទានចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់អូនប្រុសម្នាក់ហ្នឹងគាត់មានគ្រួសាររួចហើយជាអ្នករស់នៅឯទីជនបទប៉ុន្តែដោយសារតែជីវភាពរបស់គាត់ហ្នឹងវាក្រខ្សត់ណាធ្វើស្រែតែងតែខុសរាល់ឆ្នាំទិន្នផលស្រូវដែលបានមកហ្នឹងវាមិនគ្រប់នឹងថ្លៃទិញជីទិញពូជផងដូច្នេះហើយធ្វើឲ្យជីវភាពរបស់គាត់ហ្នឹងកាន់តែក្រទៅរហូតដល់គាត់សម្រេចចិត្តថាឈប់ធ្វើស្រែចង់ចេញមកធ្វើការម្ដងអញ្ចឹងហើយគាត់ក៏ពិភាក្សាជាមួយគ្រួសារគាត់ហើយបានសុំឲ្យបងប្អូនគាត់ដែលបានធ្វើការនៅឯក្រុងហ្នឹងជួយរកការងារឲ្យគាត់ធ្វើផងអញ្ចឹងក្រោយពីសួរនាំបងប្អូនដែលនៅឯក្រុងហ្នឹងគេក៏មានការងារមួយអាចឲ្យគាត់ទាំងពីរអ្នកប្តីប្រពន្ធហ្នឹងធ្វើការជាមួយគ្នាតែម្ដងលុះដល់គាត់ទាំងពីរនាក់ហ្នឹងបានធ្វើដំណើរមកដល់ទីក្រុងដើម្បីធ្វើការងារដែលបងប្អូនរបស់គាត់រកឲ្យធ្វើហ្នឹងគាត់បានជួលបន្ទប់ជួលមួយដែលនៅមិនឆ្ងាយពីបងប្អូនគាត់ប្រហែលទេបន្ទប់ជួលហ្នឹងគឺបងប្អូនគាត់នឹងឲ្យជាអ្នកណែនាំឲ្យកន្លងមកជិត1ខែណាបងប្អូនដែលគាត់បានរស់នៅក្នុងបន្ទប់ជួលហ្នឹងហើយអត់មានរឿងអីកើតឡើងទេមានហេតុអីដែលថាធ្វើឲ្យគាត់នឹងចាប់អារម្មណ៍ថានៅក្នុងបន្ទប់ហ្នឹងមានបញ្ហាអីនោះដែរគាត់នៅយ៉ាងសុខសប្បាយព្រោះថានៅពេលដែលគាត់ចូលមកហ្នឹងគាត់ចូលមកនៅហ្នឹងធម្មតាគាត់ជាអ្នកស្រុកស្រែចំការអញ្ចឹងការជឿលើជំនឿអរូបីអីហ្នឹងវាតែងតែមានហើយអញ្ចឹងនៅពេលដែលគាត់មកជួលបន្ទប់ហ្នឹងគាត់បានរៀបចំសែនព្រេនផ្លែឈើអីអញ្ចឹងណាដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនចឹងគាត់រស់នៅអត់មានបញ្ហាទេរហូតដល់ថ្ងៃមួយហ្នឹងជាថ្ងៃឈប់សម្រាករបស់គាត់ពេលតែគាត់ធ្វើការជាមួយគ្នាណាបងប្អូនប៉ុន្តែថ្ងៃឈប់សម្រាករបស់គាត់ទាំងពីរនាក់ហ្នឹងអត់ត្រូវគ្នាទេថ្ងៃដែលប្តីធ្វើការប្រពន្ធឈប់ថ្ងៃដែលប្រពន្ធធ្វើការប្តីឈប់អញ្ចឹងគាត់ទាំងពីរនាក់ហ្នឹងគឺអត់ដែលបានឈប់សម្រាកជុំគ្នាទេថ្ងៃមួយគឺជាថ្ងៃឈប់សម្រាករបស់ប្តីអញ្ចឹងរាល់ដងនៅពេលដែលគាត់ឈប់សម្រាកអញ្ចឹងគឺគាត់គេងយូរមែនទែននឹកឃើញថាអត់មានត្រូវធ្វើអីអញ្ចឹងហើយគាត់គេងយូរមែនទែនប៉ុន្តែសម្រាប់ថ្ងៃហ្នឹងគឺគាត់ភ្ញាក់លឿនខុសពីធម្មតានៅពេលដែលគាត់ភ្ញាក់ឡើងហ្នឹងគាត់ឃើញថាប្រពន្ធរបស់គាត់ហ្នឹងនៅឃ្លុំពួយដេកឃ្លុំពួយចិត្តក្បាលហ្មងអញ្ចឹងហើយគាត់ក៏មិនហ៊ានដាស់ប្រពន្ធគាត់ដែរព្រោះម៉ោងនៅប្រហែលជាចិត្ត1ម៉ោងដែរអញ្ចឹងហើយគាត់ក៏ងើបទៅងូតទឹកពេលដែលគាត់ងូតទឹករួចរាល់ហើយហ្នឹងគាត់ចេញមកក៏នៅតែឃើញប្រពន្ធរបស់គាត់ហ្នឹងឃ្លុំពួយដែរតែវាគៀកម៉ោងមែនទេហើយអញ្ចឹងគាត់ក៏គោះគ្រាន់តែយកដៃទៅគោះថាអូនចិត្តដល់ម៉ោងទៅធ្វើការហើយណាអញ្ចឹងណាគាត់គោះប៉ុណ្ណឹងហើយលើកឃើញថាការ៉ៅឃើញថាប្រពន្ធរបស់គាត់ហ្នឹងដូចរើខ្លួនអីចឹងណាគាត់ក៏ដើរចេញទៅប្រហែលជាម៉ោង6កន្លះហើយដែលគាត់ដើរចេញពីបន្ទប់របស់គាត់ទៅហ្នឹងណាទៅរកទិញអីញ៉ាំពេលដែលគាត់មកវិញត្រឡប់មកវិញនៅម៉ោង7ហ្នឹងពេលដែលគាត់បើកទ្វារចូលមកក្នុងបន្ទប់ហ្នឹងឃើញថាប្រពន្ធរបស់គាត់ហ្នឹងនៅតែឃ្លុំពួយគេងទៀតអញ្ចឹងណាបងប្អូននៅតែឃើញប្រពន្ធរបស់គាត់ឃ្លុំពួយគេងទៀតអញ្ចឹងគាត់ចាប់ដើមមានអារម្មណ៍ថាតិចប្រពន្ធរបស់គាត់មិនស្រួលខ្លួនដឹងគាត់មានអារម្មណ៍ភ័យណានៅពេលដែលម៉ោង7ហើយដល់ម៉ោងទៅធ្វើការហើយប្រពន្ធរបស់គាត់អត់ការ៉ៅនៅតែឃ្លុំពួយចិត្តអញ្ចឹងគាត់ចាប់ដើមមានអារម្មណ៍ថាគឺមួយប្រពន្ធរបស់គាត់មិនស្រួលខ្លួនគាត់ក៏បញ្ញាបញ្ញាប់មកគោះហើយនៅពេលដែលគាត់គោះហ្នឹងគឺប្រពន្ធរបស់គាត់នៅឃ្លុំពួយគ្របក្បាលចិត្តឈឹងហ្មងអត់ព្រមក្នុងពួយហ្នឹងទេគាត់ក៏គោះហើយនៅតែមិនកម្រើកអញ្ចឹងគាត់ក៏ភ័យគាត់ក៏បើកពួយចេញមកនៅពេលដែលគាត់បើកពួយចេញមកបងប្អូនហើយគឺជាវិនាទីដែលគាត់រន្ធត់ក្នុងចិត្តគាត់កាំងគាត់ព្រឺព្រួចរកអ្វីនិយាយមិនបានទេព្រោះមនុស្សដែលនៅក្នុងពួយហ្នឹងបងប្អូនដឹងអត់ថាជានរណាមនុស្សដែលនៅក្នុងពួយហ្នឹងគឺជាមនុស្សស្រីម្នាក់ហ្នឹងស្លៀកពាក់សម្លៀកបំពាក់ចាស់បុរាណចាក់ស្បៃលក្ខណៈដូចជំនាញផ្ទះបងប្អូនជំនាញផ្ទះសម័យបុរាណណាមានស្បៃមានមកុដមុខឡើងសលេខមុខឡើងសស្លេកមានឈាមមានពណ៌មុខសស្លេកញ៉ាំងភ្នែកសក្បោះគួរឲ្យខ្លាចមែនទេអញ្ចឹងពេលហ្នឹងគាត់ខាំងគាត់កាំងហ្មងគាត់កាំងខ្លាំងមែនទេថាអ្នកណាគេមកដេកក្នុងពួយគាត់ហ្នឹង
គឺគាត់គាំងគាត់ស្រែកក៏មិនចេញអីក៏មិនចេញគឺឈោគាំងគាត់មិនដឹងថាដៃជើងគាត់នៅណាគឺគាត់ស្លន់ណាគាត់ស្លន់គាត់ប្រាំងគាត់ភ័យគាត់ខ្លាចគាត់ព្រួយគាត់មិនគាត់រោពីអธิบายនឹងរូបភាពដែលគាត់បានមើលឃើញនឹងថាមិនទេចឹងហើយគាត់ឈោគាំងតែនៅពេលដែលគាត់កំពុងតែឈោគាំងហ្នឹងមនុស្សស្រីម្នាក់ហ្នឹងបានវាកើមមកចូលនឹងទល់មុខគាត់ហ្នឹងហ្មងណាបងប្អូនភ្នែកស្រស់ដល់ពេលហ្នឹងគាត់សូត្រមន្តផងគាត់សូត្រធម៌ក្នុងចិត្តគាត់ផងសូត្រធម៌អ្នកមួយតែសាប់គាត់អ្នកនៅខ្សែចំការគាត់អាសាទៅបន់ទៅទៀនអញ្ចឹងចឹងគាត់នឹកឃើញធម៌អីគាត់សូត្រធម៌ហ្នឹងគាត់ខ្លាចខ្លាំងពេកទៅនៅពេលដែលគាត់សូត្រធម៌ទៅពីដែលគាត់នឹកឃើញហ្នឹងណាស្រាប់តែធ្វើឲ្យគាត់ហ្នឹងមានកម្លាំងស្រែកគាត់ស្រែកយ៉ាងខ្លាំងហើយប្រមកគាត់បើកទ្វាររត់ចេញហ្មងគាត់បើកទ្វារបន្ទប់នឹងរត់ចេញមកខាងក្រៅហើយស្រែកប្រាប់គេថាខ្មោចលោងខ្មោចនៅក្នុងបន្ទប់លោងខ្មោចជំនាញផ្ទះលោងគាត់ស្រែកចឹងណាខ្មោចនៅក្នុងបន្ទប់លោងខ្មោចជំនាញផ្ទះលោងគាត់ស្រែកទៅពីរហូតដល់អ្នកនាំគ្នាយកគាត់មកអង្គុយសម្រួលអារម្មណ៍ថាមានរឿងអីចឹងណាគាត់នៅតែទិញពេលហ្នឹងគាត់ទិញថាខ្មោចលោងខ្មោចជំនាញផ្ទះលោងខ្មោចលោងខ្មោចជំនាញផ្ទះលោងអញ្ចឹងបងប្អូនដែលនៅបន្ទប់ជួយក្បែរគ្នាហ្នឹងអ្នកដែលគេអត់បានទៅធ្វើការហ្នឹងគេចេញមកសម្រួលលួងលោមគាត់ទៅគេក៏នាំគ្នាយកគាត់ទៅវត្តទៅអីចឹងនៅក្បែរហ្នឹងស្រោចទឹកស្រោចអីចឹងភ្លាមហ្មងបងប្អូនថាគាត់ត្រូវខ្មោចលោងពេលហ្នឹងអារម្មណ៍គាត់ធ្វើលវិគាត់អត់ដឹងអីទេដល់ល្ងាចឡើងប្រពន្ធគាត់ត្រឡប់មកពីធ្វើការវិញហ្នឹងគាត់មានអារម្មណ៍ថារៀងស្រាកស្រានបន្តិចហ្នឹងគឺប្រពន្ធគាត់សួរនាំគាត់ទៅគាត់និយាយថាគាត់ត្រូវខ្មោចលោងអញ្ចឹងណាតែសម្រាប់ប្រពន្ធគាត់ក៏ពិតបានទៅធ្វើការតាំងពីម៉ោងដែលត្រូវទៅធ្វើការនឹងម្លេះពេលដែលគាត់ដើរចេញទៅបន្តិចហ្នឹងប្រពន្ធរបស់គាត់ហ្នឹងបានងូតទឹកសម្អាតខ្លួនឲ្យទៅធ្វើការធម្មតាទេអញ្ចឹងណា